ជំរាបសួរអ្នកទាំងអស់គ្នាប្រាក់មិញនេះដែរក្រសួងមុខងារសាធារណៈបានប្រកាសជ្រើសរើសការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឲ្យចុះបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈក្នុងនោះដែរមានខេត្ត5ដែលត្រូវជ្រើសរើសទៅបំពេញការងារចំពោះលក្ខខណ្ឌការងារទី1បេក្ខជនត្រូវមានអាយុចាប់ពី18ឆ្នាំឡើងឯទី2ត្រូវមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅនេះជាសេចក្តីណែនាំនិងគុណវុឌ្ឍិរួមទាំងអត្ថប្រយោជន៍ផ្សេងៗដែលយើងទទួលបានមានដូចជាបៀវត្សឬក៏ផ្នែកហិរញ្ញវត្ថុផ្សេងៗក៏មាននៅក្នុងនោះដែរចំពោះការបរិច្ឆេទចុះឈ្មោះប្រឡងគឺចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី19ខែតុលាអញ្ចឹងមានពេលវេលាកន្លះខែក្នុងការដាក់ពាក្យចំពោះវិញ្ញាសាប្រឡងប្រជែងគឺមានមុខវិជ្ជាភាសាខ្មែរនិងគណិតវិទ្យាដែលជាវិញ្ញាសាសំណួរពហុចម្លើយហើយចម្លើយសរសេរខ្លីៗពាក់ព័ន្ធនឹងចំណេះដឹងក្នុងសៀវភៅគោលភាសាខ្មែរនិងគណិតតាំងពីកម្រិតបឋមកម្រិតអនុវិទ្យាល័យកម្រិតវិទ្យាល័យនិងគ្រូសាស្ត្របង្រៀននៅបឋមសិក្សាផងដែរចំពោះចំណេះដឹងទូទៅចេញអំពីមុខងារសាធារណៈក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀនវប្បធម៌អរិយធម៌ខ្មែរនិងភាសាអង់គ្លេសកម្រិតមូលដ្ឋានហើយព័ត៌មានសម្រាប់ពាក់ព័ន្ធនឹងឯកសារសម្រាប់ត្រៀមប្រឡងប្រជែងគឺយើងអាចស្វែងរកនៅក្នុងគេហទំព័ររបស់ក្រសួងអប់រំយុវជនបានដែរសាលា Digital អញ្ចឹងយើងអាចទៅស្វែងរកឯកសារផ្សេងៗនៅក្នុងនោះបានដើម្បីដាក់ពាក្យយើងអាចចូលតាមដំណើរភ្ជាប់ដែលក្រសួងបានភ្ជាប់ជាមួយឬក៏អាច scan QR បានអញ្ចឹងពេលយើងចូលទៅកាន់ link ទៅបើសិនបើទាំងអស់គ្នាជាបេក្ខជនថ្មីបងប្អូននឹងឃើញ link ខាងលើមួយអញ្ចឹងយើងចូលក្នុង link ហ្នឹងទៅចំពោះទម្រង់បែបនេះគឺសម្រាប់អ្នកដែលអត់ទាន់មាន account អញ្ចឹងយើងត្រូវបំពេញ email បំពេញឈ្មោះជាភាសាខ្មែរជាភាសាឡាតាំងបំពេញថ្ងៃខែឆ្នាំកំណើតភេទនិងលេខសម្ងាត់អញ្ចឹងលេខសម្ងាត់យើងប្រើប្រាស់នៅនេះគឺយើងប្រើប្រាស់ដើម្បីចូលប្រព័ន្ធអញ្ចឹងចូលប្រព័ន្ធលើក្រោយយើងលែងត្រូវបំពេញអីទាំងអស់ហ្នឹងទៀតហើយយើងគ្រាន់តែបំពេញ email ហើយនឹងយើងបំពេញលេខសម្ងាត់ទៅយើងអាចចូលទៅកាន់ link នឹងបានហើយបន្ទាប់មកយើងចុចបង្កើតគណនីថ្មីរួចរាល់អញ្ចឹងយើងអាចត្រឡប់ចូលទៅកាន់បំពេញ link បំពេញអីផ្សេងៗបានហើយមួយទៀតពាក្យសម្ងាត់អ្នកគ្នាដាក់ទៅងាយស្រួលចាំក្នុងការបំពេញប្រព័ន្ធម្ដងទៀតណាអញ្ចឹងយើងចូលព្រមទៅពេលយើងបង្កើតគណនីបានរួចរាល់នឹងមានលោតផ្ទាំងមកបែបនេះអញ្ចឹងជំហានទី1គឺព័ត៌មានផ្ទាល់ខ្លួនអញ្ចឹងចំពោះព័ត៌មានផ្ទាល់ខ្លួនយើងបំពេញព័ត៌មានផ្សេងៗដែលទាក់ទងនឹងខ្លួនយើងមានដូចជាប៉ុស្តិ៍ឬក៏ទីតាំងដែលយើងជ្រើសរើសនឹងទៅបង្រៀនមានដូចជាលេខទូរស័ព្ទមុខរបររបស់យើងព័ត៌មានផ្សេងៗយើងចុះឈ្មោះនៅក្នុងជំហានទី1តបចូលដល់ជំហានទី2ទំនាក់ទំនងជំហានទី3អំពីព័ត៌មានគ្រួសារជំហានទី4ឪពុកម្ដាយនិងបងប្អូនបង្កើតជំហានទី5ប្រវត្តិការងារនិងជំហានទី6ឯកសារចឹងឯកសារផ្សេងៗយើងអាចបំពេញតាមហ្នឹងទៅចំពោះឯកសារដែលត្រូវ scan មានរូបថត 4x6 មានសញ្ញាបត្រមានអីផ្សេងៗដែរអ្នកគ្នាអាចចូល link នឹងអានហើយអ្នកគ្នារៀបចំឯកសារតាមនឹងបានអញ្ចឹងសូមអរគុណ